ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមាន3ចំណុចដើម្បីចែករំលែកទៅកាន់អ្នកទាំងអស់គ្នាក្នុងការផលិតនៅមាតិកាដើម្បីផុសនៅក្នុង YouTube ហើយសម្រាប់អ្នកដែលស្រឡាញ់ក្នុងវិស័យបង្កើតនៅមាតិកាផុសនៅក្នុង YouTube ហ្នឹងគឺខ្ញុំនៅតែលើកទឹកចិត្តឲ្យអ្នកគ្នាព្យាយាមផុសវីដេអូឲ្យបានទៀងទាត់ពីព្រោះថាការផុសវីដេអូទៀងទាត់ហ្នឹងគឺវាធ្វើឲ្យវីដេអូរបស់យើងហ្នឹងវាមាន viewer ច្រើនក៏ដូចជាអ្នកដែលតាមដានយើងច្រើនពីព្រោះថាអ្នកតាមដានយើងគឺពួកគាត់គឺចាំតែពេលដែលវីដេអូយើងធ្លាក់ទេប្រៀបដូចជាការផុសរឿងអញ្ចឹងគឺចេញពីមួយភាគទៅមួយភាគមួយភាគទៅមួយភាគអញ្ចឹងអ្នកតាមដានគេថាដល់ភាគទីប៉ុន្មានហើយដល់ភាគទី1ទី2ហើយនៅទី3តម្លេះហើយនៅតម្លេះទី4ទៀតហើយអញ្ចឹងការធ្វើវីដេអូក៏ដូចគ្នាគឺយើងត្រូវតែផុសមួយថ្ងៃផុសមួយក៏បាន2ក៏បានសំខាន់ឲ្យតែយើងបានផុសជារៀងរាល់ថ្ងៃហើយវីដេអូរបស់ខ្ញុំហ្នឹងគឺខ្ញុំមិនសូវជាបានផុសរាល់ថ្ងៃឬក៏មួយថ្ងៃផុសមួយអីទេដោយសារតែខ្ញុំរវល់ជាមួយនឹង channel ខ្ញុំមួយទៀតដែលជា channel ដែលខ្ញុំបានផ្ដោតឲ្យខ្លាំងតែម្ដងហើយយ៉ាងខ្ញុំមិនសូវបានចែកម្លែកនៅក្នុង channel មួយហ្នឹងទេហើយក៏ប៉ុន្តែអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe ផងពីព្រោះថាខ្ញុំនៅតែឆ្លៀតយ៉ាងណាក៏បានមួយថ្ងៃ2ថ្ងៃមកវីដេអូអីដែរដោយសារតែកុំឲ្យស្ងាត់ channel អញ្ចឹងណាហ្នឹងហើយកុំឲ្យខាតពេលយូរយើងចូលទៅចំណុចទី1របស់យើងតែម្ដងទៅគឺខ្ញុំចង់ប្រាប់អ្នកគ្នាអំពីការបង្កើតនៅ content ការបង្កើតនៅ content ហ្នឹងគឺយើងមាន3ដែរដែលជា content ដែលតាក់ទាញតាមអ្វីដែលខ្ញុំមើលឃើញរាល់ថ្ងៃហ្នឹងគឺអ្វីដែល viral ខ្លាំងជាងគេគឺ vlog អ្នកថត vlog ថតអីដើរតាម walk street ដើរសម្ភាសគេសម្ភាសឯងគេអញ្ចឹងណាអាហ្នឹងគឺមានការតាក់ទាញជាខ្លាំងហើយមានអ្នកមើលច្រើនណាពីព្រោះថាបរទេសគឺពួកគាត់ចង់មើលអ្វីដែលប្លែកបើសិនជាយើងធ្វើប្លែកទៅគឺគាត់នឹងព្យាយាមមើលឲ្យមិន view ច្រើនមែនតើគឺនិយាយទៅគឺ view អ្នកដែលផុស vlog ហ្នឹងគឺ view គាត់ច្រើនខ្លាំងមែនតើហើយទី2ហ្នឹងគឺមុខបាំងហ្នឹងក៏មានអ្នកមើលច្រើនដែរពីជាពិសេសហ្នឹងខាងបរទេសគឺខាង viral ទៅខាងហ្នឹងមិនថាខាងបរទេសថាខាងខ្មែរទេសូម្បីតែខាងខ្មែរយើងក៏ពួកគាត់ចូលចិត្តមើលអាវីដេអូមុខបាំងហ្នឹងដែរជាពិសេសពេលល្ងាចយប់ឡើងអីចឹងណាអូទៅណាមិនរួចពីអាមុខបាំងហ្នឹងទេអ្នកគ្នាប្រកាសជាឆ្ងល់ថាចុះមុខបាំងអីគេអ្នកដែលពួកគាត់ចាស់គឺគាត់ស្គាល់ហើយថាវីដេអូមុខបាំងគឺជាវីដេអូអ្វីវីដេអូមុខបាំងហ្នឹងគឺជាប្រភេទវីដេអូដែលហូបចំណីអាហារដូចជាញ៉ាំចំណីអាហារនៅលើតុហ្នឹងហើយយើងថតពីសកម្មភាពថាថ្ងៃហ្នឹងយើងបានហូបអីយ៉ាងណាហើយយើងថតពីសកម្មភាពនៃការហូបរបស់យើងថាហូបហ្នឹងហូបទៅវាមានរសជាតិបែបម៉េចធ្វើទឹកមុខបែបអីមិនយ៉ាងណាអាហ្នឹងគេហៅថាមុខបាំងcontent ហ្នឹងក៏ល្អដែរសម្រាប់អ្នកនរគ្នាហើយបើអ្នកគ្នាបកកាយហូបបកកាយអីបង្កើត content ហ្នឹងទៅត្រូវហើយយើងហូបឲ្យឆ្ងាញ់ហើយឆ្អែតហើយបានលុយនៅក្នុង YouTube ទៀតហើយសម្រាប់ចំណុចទី3វិញគឺខ្ញុំចង់ឲ្យអ្នកនរគ្នាផុសវីដេអូបែបកូនក្មេងហៅថាខាញអីចឹងណាវីដេអូដែលក្មេងៗចូលចិត្តមើលមានដូចជាតុក្កតាកូនឡានកូនអីចឹងវីដេអូហ្នឹងក៏ខ្លាំងដែរណាគឺ viral ខ្លាំងមែនតើ view របស់គេខ្ញុំចូលទៅមើលមានខ្លះ 100k 200k 1m 2m 3m អីណោះអញ្ចឹងខ្ញុំគាត់តែចង់លើកទឹកចិត្តឲ្យអ្នកគ្នាបង្កើតនៅ content អីប្លែកហើយនឹងអ្វីដែលអ្នកគ្នាស្រឡាញ់ដែរហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរដើម្បីចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាបាទបាយបាយ